ជំរាបសួរបងប្អូនបាទឃើញច្បាប់វីដេអូនេះស្គាល់ហើយតាជាមុខម្ហូបអ្វីតោះតែមើលការធ្វើទាំងអស់គ្នាដើម្បីខាត់ពេកឥឡូវយើងឆាខ្ញីទាំងអស់គ្នាមើលបាទឥឡូវឆាខ្ញីឥឡូវនេះខ្ញីក៏បានឆាឆ្អិនហើយតែការឆានោះវារៀងភ្លឺឥឡូវវារៀងយប់បាទឥឡូវបន្ទាប់ពីឆាខ្ញីឆ្អិនហើយអញ្ចឹងយើងចាប់ដើមជោគខ្ញីទុកមួយអំឡៃសិនដើម្បីយើងធ្វើការបំពងត្រីបាទឥឡូវយកចានមកជោគខ្ញីឆាចំពោះខ្ញីនេះយើងឆាគោវាឲ្យស្ងួតសិនហើយបន្ទាប់មកចាំយើងចាក់ខ្លាញ់បាទនិយាយរៀងងល់ដូចជាវីដេអូថតពីក្បាលងាយតែបញ្ចូលសំឡេងចិត្តភ្លឺបាទហើយវារៀងស្អកតិចហើយចិត្តភ្លឺតិចមានមន់នឹងងាវឡើយបាទឥឡូវកោសផ្ទះនឹងខ្វោកបើយកសំឡេងពិតនឹងលន់ឬសូបមកចុងភូមិបាទកោសផ្ទះខ្វោកដៃមកខាងផ្ទះដៃមកខាងកាន់វែកហើយដៃម្ខាងទៀតអើតមើលកាមេរ៉ាហើយបន្ទាប់មកយើងចាក់ខ្លាញ់បាទដើម្បីបំពងត្រីហើយចំពោះត្រីនោះខ្ញុំយកជាប្រភេទត្រីកំងបាទយើងយកមកចៀនវាបាទដើម្បីយើងចៀនឲ្យវាក្រៀមស្រួលងាយស្រួលនឹងយើងធ្វើបាទហើយចំពោះត្រីដល់គឺខ្ញុំចៀនម្ដង5ព្រោះថាផ្ទះខ្ញុំក៏វាទូចដែរយ៉ាងដើម្បីជាស្រួលនឹងការដែលយើងប្រើត្រីកុំឲ្យត្រីហ្នឹងវាបែកវល់ពេញផ្ទះនៅអត់ឃើញសាច់ត្រីអញ្ចឹងយើងជៀននេះដើម្បីឲ្យត្រីនៅក្រៀមហើយត្រីនៅទាំងមូលបាទដើម្បីងាយស្រួលក្នុងការយើងទទួលទានបាទគឺយើងទុកត្រីឲ្យក្រៀមសិនបាទនិយាយមិនតាន់ផុតមាត់ផងត្រីហ្នឹងមុនក្រោយបែកវល់ដែរបាទអញ្ចឹងដល់ពេលនេះដល់ម៉ោងយើងចាប់ដើមយើងកូរគ្រឿងឥឡូវមុនកូរគ្រឿងខ្ញុំដាក់ខ្ទឹមហើយម្ទេសនេះខ្ញុំបុកបាទខ្ញុំបុកខ្ទឹមនិងម្ទេសថែមដើម្បីឲ្យអត់ហឹរតិចពោះខ្ញុំជួយចិត្តហឹរចឹងហើយគឺខ្ញុំយកមកកូរគ្រឿងម្ទេសនិងខ្ទឹមឲ្យវាឈ្ងុយបន្តិចបាទកូរចុះឡើងវល់ជាមួយនឹងតិចត្រីដែលបែកយើងពួកយើងមិនលីផ្ទះទេពួកយើងគិតថាវាទៅផ្លូវតែមួយដដែលអញ្ចឹងបាទយើងកូរឲ្យវាឡើងឈ្ងុយសិនចាំយើងចាក់សៀងបាទហើយចំពោះសៀងដែរគឺខ្ញុំយកជាសៀងផ្អែមបងប្អូនយកមកធ្វើជាតិជួនគេហៅថាឆាខ្ញីជាមួយត្រីជាតិហ្នឹងបាទសៀងនេះខ្ញុំមិនច្រើនទេប៉ុន្តែខ្ញុំយកប្រភេទសៀងផ្អែមយកមកឆាខ្ញុំកូរឆាឲ្យឈ្ងុយហើយបន្ទាប់មកគឺខ្ញុំចាក់ខ្ញីចូលខ្ញីនេះដែលខ្ញុំបានបំពងហើយតាំងពីភ្លឺរហូតដល់យប់បាទចឹងខ្ញុំកូរឆាហ្នឹងជាមួយខ្ទឹមជាមួយម្ទេសដល់ប្រឡាឈ្ងុយចូលគ្នាបាទបងប្អូនលឺមន់ងាវណាសំឡេងមកចូលចិត្តភ្លឺហើយបន្ទាប់មកបាទខ្ញុំដាក់ត្រីចូលបាទបងប្អូនឆ្ងល់ទេថាចាអីបានជាខ្ញុំអត់ឃើញដាក់ប៊ីចេងស្ករព្រោះថាប៊ីចេងស្ករខ្ញុំបានដាក់លាយជាមួយនឹងខ្ទឹមហើយម្ទេសបុកហើយជាស្រេចហើយដើម្បីមកពីរដងអញ្ចឹងហើយបន្ទាប់មកទៀតមានអីគឺជូកកោះជូកចើងឯងហើយចាប់ដើមទុកវែកទៅយកស្លឹកខ្ទឹមយកដាក់ហើយចំពោះវីដេអូនេះគឺมันមានដូចច្រើនទេហើយចំពោះម្ហូបនេះវាងាយស្រួលក្នុងការធ្វើដែរមានការខុសឆ្គងនៅចន្លោះកន្លែងណាទៅហាធ្វើនោះសូមជួយខមមិនប្រាប់ផងបាទវីដេអូនេះមានតែប៉ុណ្ណឹងជម្រាបលាបងប្អូនទាំងគ្នាបាយសុខភាពល្អឆាប់សង្គ្រាម